ក្នុងប្រយោគនោះវាមានស្ទើរតែគ្រប់ទៅហើយប៉ុន្តែវាខ្វះតែពាក្យដែលយើងត្រូវការចាំបាច់ហើយយើងបើនឹកមិនឃើញអាពាក្យត្រូវការចាំបាច់នេះយើងបានយើងល្ងិតយើងល្ងិតឈឹងមកយ៉ាប៉ុន្តែលោកគ្រូសូមជួយលើកទឹកចិត្តណាហើយជាធ្វើជាជំនួយស្មារតីឲ្យកូនក្មួយនិងចៅណាព្រះសង្ឃបដិជគុណគ្រប់ព្រះអង្គយល់ប្រយោគសំណួរគឺលោកគ្រូត្រូវតែរំលឹកថាទោះជាធ្វើលំហាត់ក្តីទោះបីជាយើងត្រូវសរសេរក្តីទោះបីជាយើងចង់និយាយក្តីប្រយោគសំណួរណាសូមកុំភ្លេចប្រើពាក្យតើត្រូវតែចេញមុនណាឲ្យតែសំណួរគឺត្រូវមានពាក្យតើអញ្ចឹងយើងកុំទម្លាប់បោះបង់ពាក្យត្រឹមត្រូវចោលណាយើងត្រូវចេះប្រើពាក្យតើឲ្យតែឃើញសញ្ញាសួរទៅពាក្យតើមុនសិនណាអញ្ចឹងយើងមើលប្រយោគទី1គេឧទាហរណ៍ឲ្យយើងស្រាប់វិញណាគេដាក់ថា where ហើយអក្សរផ្ដេក does where does Andrew do no sorry where does Andrew work យើងមើលនៅក្នុងប្រយោគហ្នឹងគឺយើងឃើញប្រយោគដែលយើងបំពេញគឺមានតែ2កត្តាវាដែលត្រូវបំពេញក្នុងប្រយោគមួយគឺមានតែទី1ចន្លោះទី1គឺមានពាក្យ does គឺជា auxiliary verb អានឹងបង្កើតពាក្យតើបានអូខេណាឯប្រយោគចន្លោះទី2នៅក្នុងប្រយោគនឹងមួយអាចដដែលតែចន្លោះទី2គេដាក់ថា verb អញ្ចឹងមួយប្រយោគណាសំខាន់តែ2ទេសម្រាប់ប្រយោគសំណួរគឺសំខាន់ពាក្យតើហើយនឹងកិច្ចសព្ទអញ្ចឹងនៅក្នុងប្រយោគទី1នេះដែលលោកគ្រូលើកឡើងនៅកន្លែងនេះណាលោកគ្រូលើកយកមកសរសេរនៅទីនេះគឺបានន័យថាឲ្យយល់ឲ្យបងប្អូនយល់ណាយល់យ៉ាងម៉េចយល់ត្រង់ថាពាក្យ does សរសេរអក្សរក្រហមនេះគឺសំខាន់ទៅលើពាក្យសញ្ញាសួរនេះដែលលោកគ្រូបាញ់រំលឹកថាពាក្យតើណាប្រយោគសំណួរតែកាលណាបងបោះបង់ពាក្យតើចោលគឺបានន័យថាយើងធ្វើអត់ចេញយើងអត់ដឹងពាក្យហ្នឹងគេប្រើថាម៉េចច្រឡំទៅបកថាតើនៅនេះក៏អត់បានព្រោះពាក្យនេះមិនមែនបកតើទេណាពាក្យនេះបកប្រែថានៅឯណា